Bạn chânនៅក្នុងវីដេអូនេះលោកគ្រូនឹងបង្ហាញតកតងជាមួយនឹងការបង្កើតបេតុងដើម្បី copy ទៅលើ sheet ហើយយកតារាងទៅប៉ុន្តែយើងអត់យកតំណែងទៅទេគឺយើងយកតែតារាងហើយនឹងរូបមន្តជារូបមន្តលោកគ្រូទៅសេកន្លែងក្នុងហ្នឹងលោកគ្រូប្រើរូបមន្តបាទអញ្ចឹងលោកគ្រូចង់ copy ក្បាលតារាងហើយនឹងរូបមន្តនេះទៅហើយតារាងអីហ្នឹងគឺ copy ទៅដែរប៉ុន្តែទៅលើតំណែងក្នុងនេះគឺលោកគ្រូលុបចោលវិញបាទចឹងយើងលោកគ្រូបានទៅសេហើយក៏បានសាញមកកាន់បេតុងនេះចឹងដល់ពេលដែលយើងចុចលើហ្នឹងបាទចុចលើហ្នឹងទៅឲ្យ message បញ្ជាក់យើងទេបាទយើងអូខេទៅយើងទទួលបាន seat មួយទៀតឃើញទេវាបាន seat ហើយក្នុងនេះគឺយើងអាចកែប្រែតំណែងអីផ្សេងឬក៏បញ្ចូលព័ត៌មានថ្មីនៅក្នុងហ្នឹងបានប៉ុន្តែកន្លែងរូបមន្តនេះគឺនៅជាប់ដដែលឃើញទេបាទហើយមួយវិញទៀតទៅលើ seat ភិនយើងគឺ seat 1នេះគឺយើងឲ្យធ្វើការ protect វិញមានន័យថានៅពេលដែលយើងចម្លងតំណែងចេញពីនឹងហើយយើងប្រតិចសិទ្ធនឹងអត់ឲ្យគេកែប្រែទៀតបានទេបាទដូចយើងបិទបញ្ជីហើយគឺយើងអត់ឲ្យគេកែប្រែតំណែងក្នុងនឹងទៀតទេខ្លាចខូចទៅលើតំណែងផងយើងអីចឹងទៅបាទប៉ុន្តែនៅក្នុង sheet ដែលយើង copy មកគឺបញ្ចូលអីផ្សេងបានធម្មតាក្នុងហ្នឹងណាបាទតោះអញ្ចឹងយើងទៅមើលកូដទាំងអស់គ្នាអញ្ចឹងទី1យើងចូល developer Visual Basic បាទអញ្ចឹងយើងបង្កើត module បង្កើតអីមកហើយទៅសេកូដក្នុងនេះអញ្ចឹងលោកគ្រូទៅសេហើយអញ្ចឹងលោកគ្រូគ្រាន់តែបង្ហាញពីដំណើរការកូដក្នុងនឹងទៅបានហើយបាទអញ្ចឹងយើងមានអាញាត់3ចឹងអាញាត់នេះគឺយើងប្រកាសសម្រាប់យកទៅប្រើនៅខាងក្រោមមានnew sheet នេះគឺយើងប្រើសម្រាប់ធ្វើការឲ្យវាបង្កើត sheet ថ្មីឲ្យយើងបាទហើយកន្លែងnew sheet name នេះគឺឈ្មោះដែលយើងត្រូវដាក់ហើយ sheet count នេះគឺលោកគ្រូប្រើសម្រាប់ឲ្យមើលទៅលើ sheet ផងយើងតើហើយយើងបង្កើតហ្នឹងយើងត្រូវបង្កើត sheet ទីប្រមាណអីចឹងទៅបាទហើយក្នុងនេះគឺដោយសារយើងត្រូវការធ្វើការឲ្យពេលចុចលើប៊ូតុងហ្នឹងហើយយើងឲ្យបន្តិចទៅលើ sheet ចាស់នេះបន្តិចការបានចាស់ណាបាទអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវឲ្យវាបន្តិចវងគេយើងឲ្យបន្តិចគឺ active sheet បន្តិចអញ្ចឹងយើងអាចយើងដាក់ឲ្យ active sheet បន្តិចបែបនេះគឺមានន័យថាយើងនឹងបន្តិចទៅលើ sheet ដែលយើងចុចលើហ្នឹងប៊ូតុងហ្នឹងនៅ sheet ណាគឺឲ្យវាបន្តិចក្នុងហ្នឹងបាទហើយខាងមុខនេះគឺ password បងប្អូនអាចកែតាមតម្រូវការរបស់យើងបាទហើយបន្តមកទៀតទៅលើ sheet ទី1នេះគឺ sheet ដើមដែលយើងធ្វើការ copy អញ្ចឹងដើម្បី copy បានដំបូងលោកគ្រូឲ្យវា unprotect សិនហើយកន្លែងនេះគឺ password ដែលយើង protect ណាយើង protect ដាក់អីយើងដាក់ក្នុងនឹងវិញទៅបាទហើយបន្តមកទៀតខាងក្រោមនេះគឺជា sheet ដែលយើងធ្វើការ copy ថាតើយើង copy ទៅលើ sheet លេខរៀងទីប្រមាណអីចឹងទៅដែលយើងត្រូវឲ្យ copy ថ្មីហ្នឹងណាបាទអញ្ចឹងកន្លែងនេះបើសិនជាអត់ថាយើងមាន sheet 2ហើយស្រេចចេះមាន sheet 2ណាមាន sheet 1 sheet 2អញ្ចឹងកន្លែងនេះគឺវាចាប់ sheet មួយទៀតគឺ sheet ទី3ហើយ copy sheet ទី2ដាក់ sheet ទី3ហ្នឹងអីចឹងទៅបាទហើយបន្តមកទៀតគឺ new sheet នេះគឺយើងប្រើសម្រាប់ចាប់ទៅលើឈ្មោះ sheet ដែលនៅចុងក្រោយគេដើម្បីយើងអាចយកលេខរៀងផងវាហ្នឹងយកទៅដាក់បន្តទៀតចឹងណាអថកន្លែងនេះ sheet ទី2យើងមានហើយបាទអញ្ចឹងយើងត្រូវបង្កើតមួយទៀតយើងអាចដាក់ sheet ទី2ទៀតទេគឺយើងត្រូវដាក់ sheet ទី3អញ្ចឹងដើម្បីឲ្យចាប់ឈ្មោះ sheet នឹងបានគឺយើងត្រូវធ្វើការset ទៅលើsheet count ហ្នឹងឬក៏ sheet ដែលនៅចុងក្រោយគេហ្នឹងបាទយកមកដាក់នៅក្នុងnew sheet ផងយើងដើម្បីឲ្យវាចាប់លេខរៀងមកបានបាទហើយមួយទៀតគឺទៅលើ sheet count ផងយើងនេះដែរគឺយើងត្រូវយកមកប្រើវិញនៅខាងក្រោមនេះបាទអញ្ចឹងចំពោះ sheet គឺលោកគ្រូអត់ចង់ឲ្យវាដាក់លេខ1លេខ2មកទេក្នុងហ្នឹងណាអញ្ចឹងលោកគ្រូចង់សរសេរអក្សរអីភ្ជាប់ជាមួយគ្នានៅក្នុងហ្នឹងដែរអញ្ចឹងដើម្បីសរសេរអក្សរភ្ជាប់ជាមួយគ្នាគឺយើងមក set កន្លែង new sheet នេះ new sheet នេះគឺយើងបានមកពីលើនេះដោយសារយើងតាំងវាអញ្ចឹង sheet ថ្មីដែលលោកគ្រូបង្កើតឡើងគឺលោកគ្រូដាក់ new sheet បាទតែកន្លែងហ្នឹងបើយើងចង់បានឈ្មោះផ្សេងយើងអាចកែបានណាតែកន្លែងនេះដោយសារលោកគ្រូចង់បានជាប់ពីអា new sheet ហ្នឹងមកហើយភ្ជាប់ជាមួយនឹងលេខរៀងនៃ sheet អញ្ចឹងលោកគ្រូដាក់ប៉ុណ្ណឹងមកក្នុងហ្នឹងណាបាទហើយបន្តមកទៀតខាងក្រោមនេះគឺវា check មើលបើសិនជាឈ្មោះ sheet ហ្នឹងមានហើយស្រេចគឺយើងអាចបង្កើតទៀតទេបាទនេះគឺបិទ error ណាបាទហើយមួយទៀតគឺខាងក្រោមនេះនៅពេលដែលយើង copy ហើយគឺយើងបន្ថិចទៅលើ sheet ទី1ហ្នឹងវិញដោយសារយើងអត់ចង់ឲ្យគេកែប្រែតំណែងទេអញ្ចឹងនៅពេលដែលយើង copy ហើយយើងធ្វើការបាទបន្ថិចទៅលើ sheet ហ្នឹងវិញហើយ password បងប្អូនដាក់មិនដាក់ទៅតែ password ពីរនេះគឺដាក់ឲ្យដូចគ្នាណាបាទអញ្
trong bàn ấy đặt luôn ai bạn haiបន្ទាប់ពីយើង copy sheet បានហើយគឺដោយសារតារាងទិន្នន័យផងយើងគឺយើងពេល copy មកយើងអត់យកទិន្នន័យមកទាំងអស់ទេដូចទិន្នន័យក្នុងតារាងនេះមានច្រើនឃើញទេប៉ុន្តែកន្លែងនេះយើងអត់យកទិន្នន័យមកទាំងអស់ទេគឺយើងយកតែក្បាលតារាងហើយនឹងរូបមន្តហើយទិន្នន័យផ្សេងទៀតឲ្យលុបចោលអញ្ចឹងដើម្បីធ្វើអញ្ចឹងបានគឺយើងគ្រាន់តែលុបទិន្នន័យចាស់ចោលទៅបាទអញ្ចឹងដើម្បីលុបគឺយើងអាចមើលខាងក្រោមបាទគឺទៅលើ sheet ផងយើងនេះគឺលោកគ្រូឲ្យវាចាប់ឈ្មោះ automatic ឲ្យយើងអញ្ចឹងយើងដាក់ workbook ហើយ new sheet name ហ្នឹងគឺបានមកពីលើនេះយើងតាំងអីយើងដាក់នឹងដែរបាទដើម្បីឲ្យចាប់ឈ្មោះ automatic បាទបន្ទាប់ពីចាប់បានហើយយើងធ្វើការឲ្យលុបទិន្នន័យអញ្ចឹងលោកគ្រូឲ្យលុបពីកន្លែងនេះជួយឈរ A ទី2រហូតមកដល់ F គឺ QTY អញ្ចឹងទីតាំងហ្នឹងលោកគ្រូអត់ចង់បានទិន្នន័យទេអញ្ចឹងលោកគ្រូឲ្យលុបក្នុងហ្នឹងបាទពីជួរឈរ A ទី2រហូតដល់ F 100អញ្ចឹងបើយើងមានទិន្នន័យច្រើនយើងអាចបន្ថែមកន្លែងនេះឲ្យច្រើនទៅយើងចង់លុប2000ជួរក៏បានដែរដាក់2000អញ្ចឹងទៅវានឹង clear content ឬក៏ clear លុបទិន្នន័យនឹងចោលដែរបាទហើយខាងក្រោមនេះគ្រាន់តែជា message ទេបើបងប្អូនចង់បញ្ចូល message អីអាចបញ្ចូលក្នុងនេះបានបាទអូខេអញ្ចឹងឲ្យតាក់ទងនឹងកូដនេះគឺមានប៉ុណ្្នឹងឯងអញ្ចឹងបងអាចយកទៅប្រើប្រាស់បានហើយមានចម្ងល់អីអាចសួរលោកគ្រូបានបាទ